បងប្អូនពុកនឹងម្ដាយដេកយំនឹកកូនស្រីរលយប់ដែលថាកូនស្រីទើបអាយុតែ15ឆ្នាំណាគាត់ទៅធ្វើការនៅក្រុងកំពង់សោមស្រាប់តែបាត់ខ្លួនរយៈពេលជិត1 ខែហើយអញ្ចឹងបងណាតាំងពីថ្ងៃទីប្រហែលដែលបាត់ខ្លួនគាត់ហ្នឹងថ្ងៃទី22ខែ1ឥឡូវថ្ងៃទី19ខែ2ហើយអញ្ចឹងវារយៈពេលជិត1 ខែណាចាសូមឲ្យប្រឡែងកូនខ្ញុំមកវិញហើយសូមឲ្យកូនតាក់ទងមកម្ដាយមកកូនអើយម៉ែហងហើយម៉ែដេកអត់លក់ទេសូមឲ្យធ្វើការក៏ប្រហូរទឹកភ្នែកដែរព្រោះមិនដែលបាត់កូនឆឹងនៅថ្នាក់នឹងពេកទេកូនអើយខ្ញុំសង្ឃឹមថាបទសសិទ្ធទាំងឡាយជួយថែអាសាកូនខ្ញុំផងកុំឲ្យមានរឿងបញ្ហាអីពេលគាត់ទៅធ្វើការកំពង់សោមខ្ញុំនិយាយត្រង់ខ្ញុំមិនគិតថាគាត់បាត់ខ្លួនទេរយៈពេលដែលគាត់និយាយមួយខ្ញុំតែខ្ញុំអង្គុយស៊ីបាយម្នាក់ឯងអាណិតកូនឃើញថាអត់ចង់ឲ្យកូនទៅធ្វើការឆ្ងាយទេតែមិននឹកស្មានថាទៅគាត់បាត់ដំណឹងសូនឆឹងសោះសិនជាបងប្អូនណាឃើញកូនខ្ញុំផ្ដល់ដំណឹងឲ្យខ្ញុំដឹងផងបងប្រុសមានបានតាមទៅរកកូនស្រីដល់ក្រុងបរសែននោះដែរមែនអត់តាមបងតាមទៅរកមិនដែរតាមហ្នឹងគេឲ្យបងថ្លៃហ្នឹងជូនដល់កន្លែងបន្ទប់ជួលហ្នឹងដល់កន្លែងថាដែលក្រុមហ៊ុនឲ្យស្នាក់នៅហ្នឹងឯងប៉ុន្តែដល់ពេលទៅដល់ហ្នឹងគឺអត់ឃើញគាត់ទេបាទបាត់គាត់ឆឹងហ្មងខាងកំពង់សោមខ្ញុំអត់សូវស្គាល់ទេបងបាទអត់ស្គាល់ទេប្រមខ្លាំងបងបាទខ្ញុំទៅបាន2ថ្ងៃបើអត់មានអីកើតឡើងចំពោះគាត់សូមឲ្យគាត់មកវិញមកព្រោះអីឪពុកម្ដាយនៅចាំមើលណាព្រោះអីឪពុកម្ដាយខំដើររស់ប្រហែលថ្ងៃរស់អត់ឃើញទេបាទជិត1 ខែហើយតាំងពីថ្ងៃទី22រហូតដល់ពេលនេះនៅរស់គាត់អត់ឃើញទេហើយក៏បាត់ដំណឹងសូនចឹងដែរចឹងដោយសារតែឃើញឪពុកពិការត្រូវគ្រោះថ្នាក់ចរាចរណ៍ចំណាយលុយច្រើនកូនស្រីមើលឃើញម្ដាយរែកអំរែកនឹងម្នាក់ឯងក៏សុំម្ដាយទៅធ្វើការដើម្បីរកលុយមកជួយទ្រទ្រង់គ្រួសារក៏ប៉ុន្តែបែរជាបាទក្មួយស្រីបែរជាត្រូវជាបាត់ដំណឹងសូនឈឹងបាទតាំងពីថ្ងៃទី22ខែមករាបាទគិតមកដល់ឥឡូវនេះគឺជិត1 ខែហើយឥឡូវនេះថ្ងៃទី19តែមុនពេលដែលបាត់ដំណឹងគាត់គឺគាត់បានឆាតមករកម្ដាយដែរចាគាត់ឆាតមកបានតែ2 ម៉ាត់ទេឆាតមកបានតែ2 ម៉ាត់ទេថាម៉េច2 ម៉ាត់នោះបងឆាតមកប្រាប់ថាម៉ាក់អើយអ្នកណាយល់អារម្មណ៍មួយនេះលោកយាយកំសត់ម្នាក់រៀបរាប់ទាំងអូនណែនទឹកភ្នែករហ័សក្រោយខ្លួនប្រើប៉ែ GT ស្រាប់តែស្រួលខ្លួនដូចអីសីប្រកក្រោយឈឺចុកចាប់ឈឺសន្លាក់ជាប់គាំងសរសៃរាប់ឆ្នាំស្ទើរតែអស់ក្តីសង្ឃឹមឮដំណឹងថាម៉ាពីមុនមកឈឺពិបាកក្នុងខ្លួនហើយឥឡូវនេះលោកអគ្គនាយកក៏ចុះមកចង់ដឹងពីអាការៈរបស់ម៉ាក្រោយពេលដែលប្រើផលិតផលប៉ែ GT បាទឈឺជើងហើយឈឺចង្កេះចាក់មកយើងធំនឹងចាប់ទុកឲ្យតែហាយជើងណាបាទតែហាយកន្លែងហាយបាត់ជើងអីនឹងដល់ខ្ញុំកូនគេបង្ខំឲ្យខ្ញុំប្រើឆ្នាំហ្នឹងទៅដូចដបងធ្វើទុកអត់ទៅធ្វើទុកបាន2 ថ្ងៃ 3 ថ្ងៃអញ្ចឹងទៅបាត់ទៅលោកផឹកម្ដងទៀតមើលផឹកទៅលេងអីដល់លេងអីខ្ញុំចេះតែផឹកតទៅឥឡូវវាបានដើរហើយដើររួចហើយតើពុកម៉ែបងប្អូនកំពុងតែជួបប្រទះបញ្ហាសក់ជ្រុះមែនឬទេសូម្បីតែខ្ញុំពីមុនក៏ដូចគ្នាផងដែរនៅពេលនេះអស់បញ្ហាហើយរឿងកង្វល់សក់ជ្រុះស្ទើរតែអស់ពីក្បាលនៅពេលនេះខ្ញុំសូមណែនាំពុកម៉ែបងប្អូនឲ្យបានស្គាល់ជាមួយនឹងសាប៊ូកក់សក់ក៏ដូចជាសាប៊ូអបសក់និងម៉ាស់អបសក់របស់ក្រុមហ៊ុន HW Honeywin ជាមួយនឹងឈុតសាប៊ូកក់សក់ដែលជួយបងប្អូនបំបត្តិសក់ជ្រុះបំបត្តិអង្គេសក់រឹងក្រញាងពិបាកសិតពិបាកលេងម៉ូដហើយជាពិសេសពុកម៉ែបងប្អូនដែលតែងតែលេងម៉ូដកន្លងមកបាញ់ពណ៌ប្រើថ្នាំពណ៌លាបសារ៉ាយលាបចែលធ្វើឲ្យសក់រឹងហើយនឹងសក់ជ្រុះស្ទើរតែអស់ពីក្បាលសូមបងប្អូនធ្វើការទំនាក់ទំនងទិញតាមរយៈ page ផ្លូវការរបស់ក្រុមហ៊ុន Honeywin ដោយបងប្អូនគ្រាន់តែធ្វើការឆាតចូល page ហើយក៏មកទិញឥឡូវនេះនោះបងប្អូននឹងទទួលបានឱកាស promotion ទិញមួយឈុត$35ថែមជូនមួយឈុតកូនស្រីបងហ្នឹងគាត់មិនបានគាត់ទៅដល់កំពង់សោមហើយបាត់យ៉ាងម៉េចអីយ៉ាងម៉េចបងជួយរៀបរាប់ពួកអេសាប៉ាគាត់បាក់ជើងហើយនឹងបាក់ដៃថ្ងៃទី9ហ្នឹងគាត់ប្រាប់ខ្ញុំថាម៉ាក់ខ្ញុំតាក់តងនៅខាងកំពង់សោមបានធ្វើឲ្យខ្ញុំទៅអត់ខ្ញុំហត់តោកទៅខ្ញុំថាកូនអើយបើសិនជាកូនទៅធ្វើកូនធ្វើឲ្យប៉ាប្រុសដែលត្រូវជាពូរបស់គាត់ហ្នឹងឲ្យជូនទៅដាក់កន្លែងការងារដល់ពេលឲ្យបងអូនថ្លៃខ្ញុំហ្នឹងក៏ជូនដាក់កន្លែងការងារកន្លែងការងារដែលគាត់សុភាហ្នឹងគាត់ប្រាប់ថាជាប់ហើយរយៈពេលគាត់ធ្វើការនៅហ្នឹងបាន7 ថ្ងៃចាបាន7 ថ្ងៃគាត់ប្រាប់ខ្ញុំថាម៉ាក់អើយកន្លែងខ្ញុំគេបិទហើយខ្ញុំក៏សួរគាត់ថាកូនអើយកូនឯងដូរទីតាំងទៅណាម៉ាក់អើយគេដូរទីតាំងទៅកន្លែងថ្មីប៉ុន្តែកន្លែងហ្នឹងអត់អីទេហើយខ្ញុំរាល់ថ្ងៃហ្នឹងខ្ញុំគិតខាងវាយកុងទ័រគិតលុយផងហើយនឹងរត់តុកផងហើយគាត់ក៏ប្រាប់ថាម៉ាក់អើយឥឡូវខ្ញុំឈឺភ្នែកហើយខ្ញុំថាកូនអើយបើការងារហ្នឹងកូនរត់អត់រួចទេកូនបកមកផ្ទះវិញពេលហើយគាត់ក៏ចេះតែនិយាយជាមួយខ្ញុំម្ដងថ្ងៃទី18ហ្នឹងថាអីទេម៉ាក់អើយខ្ញុំធ្វើបានម៉ាក់នៅណែម៉ាក់ធ្វើការគ្រាន់តែពេលល្ងាចឡើងកូនធ្វើទេមួយថ្ងៃមក2 ដងមកផ្ទះគាត់ទេមករាល់ថ្ងៃលពូតាំងពីថ្ងៃទី18នេះ
គាត់ក៏តែមកផ្ទះម្ដងទៀតគាត់ប្រាប់ថាម៉ាក់អើយកន្លែងគេហ្នឹងមានតែអាហារឲ្យទេតែទឹកអត់មានទេខ្ញុំក៏សួរកូនថាងកូនឯងមានលុយទិញទឹកផឹកអត់គាត់ថាងម៉ាក់អើយនៅសល់តែ 5000 ទេខ្ញុំក៏ឲ្យប្តីខ្ញុំផ្ញើលុយទៅឲ្យគាត់ 60000 អាហ្នឹងថ្ងៃទី18តែមកបាត់ដំណឹងដល់ពេលហើយក៏ឲ្យប៉ាផ្ញើលុយទៅឲ្យហើយក៏ស្អែកឡើងគាត់តែមករឿយដល់ពេលថ្ងៃទី22អត់ឃើញគាត់តែមកទេអត់ឃើញគាត់តែមកចាប់ផ្ដើមខ្ញុំដូចថាវាបាត់2ថ្ងៃដែរក៏ចិត្តថាឆាតតែគាត់តែថាឆាតចូលធម្មតាថាកូនមេកូនតែកូនអីមិនបើអត់តែមួយម៉ាក់មិនកូនអីម៉ាក់ប្រាប់ទៀតមិនម៉ាក់គឺមួយថ្ងៃមានម្ដងគឺតែមួយម៉ាក់ដល់ពេលឡងទីថ្ងៃទី22ហ្នឹងគាត់ឆាតជាសលេងមកតែ2 3ម៉ាត់ទេនេះគាត់ឆាតជាសលេងប្រាប់ថាម៉ាក់អើយទូរស័ព្ទខ្ញុំខូចហើយមេតែមកក៏លើកអត់កើតដែររហូតចាប់ពីធំថ្ងៃហ្នឹងមករហូតតែខ្ញុំក៏ចិត្តតែឆាតចោលតែកូនអើយបើសិនជាទូរស័ព្ទកូនខូចកូនត្រូវតែមកហៅម៉ាក់ឬយកលេខមិត្តភ័ក្តិអ្នកធ្វើការជាមួយនឹងយកតែមកម៉ាក់មកឲ្យម៉ាក់បានស្គាល់លេខសំណុកម៉ាក់តែកូនរាល់ថ្ងៃតាមពីថ្ងៃហ្នឹងថាមុនពេលដែលបាត់ដំណឹងគាត់គឺគាត់បានឆាតមករកម្ដាយដែរចាគាត់ឆាតមកបានតែ2ម៉ាត់ទេឆាតមកបានតែ2ម៉ាត់ទេថាម៉េច2ម៉ាត់នោះបងឆាតមកប្រាប់ថាម៉ាក់អើយទូរស័ព្ទខ្ញុំខូចហើយមេតាក់តងមកក៏តាក់តងលើកអត់កើតដែរគាត់និយាយតែប៉ុណ្្នឹងឯងហើយទៅពេលខ្ញុំតទៅគាត់វិញតម្នាក់ឯងអត់ឃើញគាត់ចូលមើលទេដល់ពេលនោះមកចាដែលខលទៅគាត់ចូលអត់ចូលហ្មងការដែលគាត់ទៅដំបងហ្នឹងគឺខលតាក់តងជាមួយម្ដាយរួចរាល់ថ្ងៃណាតែរាល់ថ្ងៃស្រាប់តែថ្ងៃដែលគាត់ឆាតមកប្រាប់ម្ដាយរួចហើយក៏បាត់ដំណឹងឈឹងទៅចាអត់តាក់តងអត់បានចុះឮថាបងប្រុសមានបានតាមទៅរកកូនស្រីដល់ក្រុងបរសែននោះដែរមែនអត់តាមបងតាមទៅរកមិនដែរតាមហ្នឹងយកឲ្យបងអូនថ្លៃហ្នឹងជូនដល់កន្លែងបន្ទប់ជួលហ្នឹងដែលកន្លែងថាដែលក្រុមហ៊ុនឲ្យស្នាក់នៅហ្នឹងឯងប៉ុន្តែដល់ពេលទៅដល់ហ្នឹងគឺអត់ឃើញគាត់ទេបាទបាត់គាត់ឈឹងហ្មងហើយខ្ញុំអង្គុយចាំប្រហែលជា3ម៉ោងអត់ឃើញគាត់ទេបាទហើយលោកគាត់ចេញទៅធ្វើការពេលល្ងាចចឹងណាខ្ញុំអត់ដឹងថាត្រូវទៅណារស់វានៅកន្លែងណាព្រោះអីខាងកំពង់សោមខ្ញុំអត់សូវស្គាល់ទេបងបាទអត់ស្គាល់ទេព្រមខ្លាំងបងបាទខ្ញុំទៅបាន2ថ្ងៃតាមរោកូននៅកំពង់សោមនឹងរយៈពេល2ថ្ងៃរោអត់ឃើញទេបានធ្វើការដាក់ពាក្យប្តឹងទៅខាងអាជ្ញាធរនៅខាងក្រុងកំពង់សោមនៅបងនៅខ្ញុំអត់តនេះខ្ញុំថាខ្ញុំចាំរស់អស់ចិត្តសិនចាំខ្ញុំដាក់បងគួរតែប្តឹងទៅដើម្បីឲ្យសមត្ថកិច្ចលោកជួយស្រាវជ្រាវណាព្រោះរឿងខ្លះអាចសមត្ថកិច្ចលោកអត់ដឹងអញ្ចឹងណាបាទអាចនេះជាយោបល់បងអាចនឹងទៅមកដាក់មួយសារទៀតគឺយើងអាចធ្វើការប្តឹងទៅកាន់អាជ្ញាធរទីតាំងកន្លែងដែលថាបន្ទប់ជួលគាត់នៅណាដើម្បីឲ្យសមត្ថកិច្ចគេជួយស្រាវជ្រាវបាទថាគាត់ចល័តទៅដល់ណាដល់ណីអញ្ចឹងណាបងកូនទាំងអស់មានប្រមាណមាន5នាក់គាត់កូនទី1កូនបងគេផងចាហើយកូនផ្សេងនៅតូចនៅឡើយតូចហើយដោយសារម៉េចឮថាឪពុកគ្រោះថ្នាក់ម៉េចពីការជើងម៉េចបានកូនស្រីដាច់ចិត្តទៅធ្វើការនៅក្រុងកំពង់សោមរលួយមកជាបាលឪពុកគាត់គ្រោះថ្នាក់ឆ្នាំទៅនឹងឡានបុកគ្នាគាត់ដាច់ទាំងពវៀនគាត់បែកទាំងពេកជើងក៏បាក់ដៃក៏បាក់ដែរដល់ពេលហើយគាត់នឹកឃើញថាខ្ញុំរ៉ាប់រងម្នាក់ឯងអត់រួចទេពួកខ្ញុំស្វែងរកការងារនឹងពេញឲ្យកូនធ្វើដែរគេថាដូចថាការងារគេតម្លាក់មកតែទីតាំងមកដល់ពេលពួកខ្ញុំទៅដល់តែទូរស័ព្ទគេអត់លើកទេចាដល់ពេលហើយក៏បដិញ្ញាចិត្តថាគិតថានិយាយរំទៅគាត់ចង់ឲ្យកូនទៅឆ្ងាយទេតែគិតថាស្ថានភាពថាយើងវាអត់ទៅប្អូនក៏នៅទូចព្រោះដោយសារគាត់ទៅហ្នឹងឃើញខ្ញុំរ៉ាប់រងអត់រួចបានគាត់ដាច់ញ៉ាចិត្តថាគាត់ធ្វើការរោងចក្រស្បែកជើងចាំមានន័យថាដោយសារតែឪពុកគាត់ជួបឧបទ្ទវហេតុចរាចរណ៍បណ្ដាលឲ្យពិការដាច់ពោះវៀនដាច់អីចឹងទៅណាចាហើយក៏ព្យាបាលខ្វះលុយជាពាក់គេចឹងទៅកូនស្រីក៏មានការកតញ្ញូចង់ជួយម្ដាយជួយឪពុកក៏ទៅធ្វើការដើម្បីរកលុយប៉ុន្តែបែរជាទៅបាត់ខ្លួនឈឹងចាអត់បានប្រាក់ខែមុនណាម្ដងឡើយទេអត់បានម្ដងទេមានថាបានស្ដីបន្ទោសអីឬក៏បានឆ្លោះប្រកែកអីជាមួយកូនដល់អត់ទេហេបអន់ចិត្តមួយយើងហេបទៅនឹងអត់ទេពេលនិយាយទូរស័ព្ទនឹងក៏ណែនាំកូនត្រឹមត្រូវថាកូនហើយបើសិនជាការងារនឹងពិបាកកូនបកមកវិញព្រោះនៅជាមួយម្ដាយលោកកូនគិតថានៅជាមួយម៉ាក់គិតថាលោកមានសម្ពាធម៉ាក់ថាចេះចោះទៅលោកគិតថាមានសម្ពាធលោកម៉ាក់នឹងដាក់សម្ពាធលើកូនពេកចឹងហើយបានម៉ាក់គិតថាបើកូនទៅធ្វើការឆ្ងាយបើថាកូនពិបាកកូនបកមកផ្ទះវិញចាតែរាល់ថ្ងៃខ្ញុំពីអ្នកម៉ែកូនខ្ញុំធ្វើការរោងចក្រឯប៉ាវាអត់ទាន់ធ្វើពេលទៅដើរពីអ្នកម៉ែកូនទៅពេលបាយទឹកពីអ្នកម៉ែកូនទៅពេលរយៈពេលគាត់ទៅធ្វើការកំពង់សោមខ្ញុំនិយាយត្រង់ខ្ញុំគិតថាគាត់បាត់ខ្លួននេះរយៈពេលដែលគាត់និយាយមួយខ្ញុំតែខ្ញុំអង្គុយស៊ីបាយម្នាក់ឯងអាណិតកូនឃើញថាអត់ចង់ឲ្យកូនទៅធ្វើការឆ្ងាយទេតែមិននឹកស្មានថាទៅគាត់បាត់ដំណឹងសូនឈឹងសោះខ្ញុំខំប្រឹងហៅកូនដែរធ្វើការបដៅរាល់ថ្ងៃខ្ញុំនិយាយត្រង់បើសិនជាបងប្អូនណាឃើញកូនខ្ញុំ
ផ្ដល់ដំណឹងឲ្យខ្ញុំដឹងផងសូម្បីតែខ្ញុំហួរថ្ងៃឲ្យខ្ញុំនិយាយការពិតខ្ញុំដែរខ្ញុំឈរដេមសិនធំមកជួនកាលមេសួរថាបងភាថៃបានហៅទឹកភ្នែកខ្ញុំចេះតែទប់អារម្មណ៍ខ្ញុំអត់ហ៊ានប្រាប់អ្នកហងចាក់ទេខ្ញុំចេះទប់អារម្មណ៍ថាខ្ញុំខំធ្វើការគេយកលុយធ្វើមិនខ្ញុំអត់យកអាការងារដែលខ្ញុំធ្វើនឹងយកមកសម្ពាធជាមួយការងារក្នុងហងចាក់អីជួនកាលមេដឹងទៅភៀងជ័យលេងនិយាយមើលខ្ញុំថាបងអើយខ្ញុំបាត់កូនខ្ញុំតាំងពីចេញហងចាក់ហ្នឹងទៅរហូតខ្ញុំហត់ឃើញទេតែមេខ្ញុំគាត់ល្អដែរក្នុងហងចាក់ហ្នឹងគាត់តែងតែនិយាយប្រាប់ខ្ញុំថាចុះបងឯងមិនប្រាប់ខ្ញុំតាមត្រង់មកដាក់ច្បាប់មកទៅហៅកូនខ្ញុំក៏ប្រាប់ថាមេអើយចូលឆ្នាំចិនហ្នឹងខ្ញុំអត់បានសែនទេខ្ញុំឲ្យប្តីខ្ញុំទៅហៅកូននៅកំពង់សោមពេលដែលពួកខ្ញុំចូលមកនោះគឺចូលមកសម្ាញ់ហ្នឹងគាត់សួរថាហើយខ្ញុំក៏ប្រាប់ថាខ្ញុំមកវិញខ្ញុំដាក់ក្តារលេងឯងមេអើយគាត់ក៏សួរខ្ញុំថាបងភីឯងដាក់ក្តារលេងបងភីឯងបានឯងចាំកូនបងប្តីតំចូលធ្វើការហ្នឹងខ្ញុំថាខ្ញុំដាក់ក្តារលេងមកជាខ្ញុំដាក់ហៅកូនសិនខ្ញុំទៅចិត្តទៅហៅលុយគេដាក់ហៅកូនដល់ពេលយកគាត់ទៅហ្នឹងពួកខ្ញុំចេះតាក់ទងគ្នានិយាយមួយគ្នាសួរកូនអញហៅបាយហើយនៅហើយគេសុំជួបប្អូនមីក្រូយទៅបាន2ឆ្នាំជាងហ្នឹងហើយចិត្តតែនិយាយមួយប្អូនខ្ញុំគាត់តែនិយាយថាពួកខ្ញុំនឹកឃើញថាចេះពេលដែលគាត់ទៅហ្នឹងខ្ញុំដឹងថាមិនដឹងថាវាមានមនុស្សល្អមនុស្សអាក្រក់អីចិត្តតែប្រាប់កូនថាមិត្តភ័ក្ដិកូនមិនមែនថាម៉ាក់ដាក់សម្ពាធមិនឲ្យកូនរាប់ទេពេលកូនរាប់កូនមើលដែរពេលកូនទៅណាកូនតែងតែប្រាប់តែទៅពួកកង់ក៏នៅចិត្តនឹងទេកង់នៅកំពង់សោមទេថាឥឡូវកង់ខ្ញុំចង់ទៅលេងទៅនេះខ្ញុំចង់ទៅលេងទៅនោះឲ្យកង់ជូនទៅកូនទៅណាកូនកុំទៅម្នាក់ឯងគាត់ចិត្តតែសើចជាមួយខ្ញុំថាចាហានលីសាចាអាយុ15ឆ្នាំអាយុ15ឆ្នាំហើយស្រុកកំណើតនៅណាស្រុកកំណើតនៅកំពង់ចាមឃុំរកាអាឃុំកូរកាអាស្រុកកងមាសខេត្តកំពង់ចាមខាងស្រុកកងមាសខេត្តកំពង់ចាមណាអញ្ចឹងបងប្អូននេះតាមរយៈបងស្រីឈ្មោះបងច័ន្ទសុភាបងស្រីច័ន្ទសុភាដែលត្រូវជាម្ដាយក្មួយស្រីហានលីសាគាត់សំណូមពរបងប្អូនថាបើសិនជាបានឃើញភិនភាកបាទក្មួយស្រីតាមរយៈដែលក្រុមការងារយើងនឹងដាក់ជូនលើកញ្ចក់អេក្រង់សូមឲ្យបងប្អូនជួយផ្ដល់ដំណឹងមកឪពុកម្ដាយគាត់ផងហើយលេខទូរស័ព្ទខ្ញុំនឹងដាក់ជូនបងប្អូននៅលើអេក្រង់ផងដែរបាទហើយដែលបងស្រីនឹងមានសគុណទឹកចិត្តតិចតួចដោយសារគាត់ក៏មិនជាអ្នកមានលុយអីទេបងគាត់ខ្វះខាតជពាក់លុយគេប្តីគ្រោះថ្នាក់ចរាចរណ៍បាទត្រូវពិការជើងដាច់ពោះវៀនឬថាវះកាត់ចង្ចនីអីផងណាអញ្ចឹងដោយសារតែឃើញឪពុកពិការត្រូវគ្រោះថ្នាក់ចរាចរណ៍ចំណាយលុយច្រើនកូនស្រីមើលឃើញម្ដាយរែកអំរែកនឹងម្នាក់ឯងក៏សុំម្ដាយទៅធ្វើការដើម្បីរកលុយមកជួយទ្រទ្រង់គ្រួសារក៏ប៉ុន្តែបែរជាបាទក្មួយស្រីបែរជាត្រូវជាបាត់ដំណឹងសូនឈឹងបាទតាំងពីថ្ងៃទី22ខែមករាបាទគិតមកដល់ឥឡូវនេះគឺជិត1ខែហើយឥឡូវនេះថ្ងៃទី19តើបាទអញ្ចឹងយើងសង្ឃឹមថាបងកងកម្លាំងសមត្ថកិច្ចនៅខាងប្រសេនុបាទបើសិនជាបានជ្រាបហើយនឹងជួយស្វាស្វែងគាត់ជួយស្វាស្វែងជួយហៅកូនខ្ញុំផងពួកខ្ញុំអត់ណាខ្ញុំមិនដឹងថាខ្ញុំទៅពេលណាទៅហៅកូននេះមិនទេព្រោះទៅលើកមុនខ្ចីគេ50ហៀជីទៅសហុយឡានបកមកវិញហើយកូនអើយបើសិនជាកូនឃើញម្ដាយហើយមិនមកកូនត្រឡប់មកផ្ទះវិញមកមិនថាកូនទៅតាមមិត្តភ័ក្តិឬជាកូននៅទីណាហើយបើថាអ្នកណាពពួរកូនខ្ញុំទៅអីសូមឲ្យប្រឡែងកូនខ្ញុំមកវិញហើយសូមឲ្យកូនតាក់ទងមកម្ដាយមកកូនអើយម៉ែហងហើយម៉ែដេកអត់លក់ទេសូម្បីឲ្យធ្វើការក៏ប្រហោទឹកភ្នែកដែរព្រោះមិនដែលបាត់កូនឆឹងនៅថ្នាក់នឹងពេកទេកូនអើយទឹកចិត្តជាម្ដាយបាទកូនស្រីដែលធ្លាប់តែនៅបាទកំសត់កំរសង្ឃឹមថានឹងមិនមានអ្វីអាក្រក់កើតឡើងលើកូនខ្ញុំសង្ឃឹមថាវត្ថុស័ក្តិសិទ្ធិទាំងឡាយជួយថែអាសាកូនខ្ញុំផងកុំឲ្យមានរឿងបញ្ហាអីបើថាកូនគិតថាកូនធ្វើការអត់មានលុយឬកូនអត់បានធ្វើការកូនមកផ្ទះវិញមកកុំអត់ស្ដីបន្ទោសកូនដែរឲ្យតែកូនបានមកផ្ទះវិញមកអត់គិតទេកូនព្រោះយើងធ្លាប់វេទនាធ្លាប់ពិបាកឲ្យហៅខ្យងហៅខ្ចៅកាប់កក់មិនអាម៉ាក៏យើងធ្លាប់ដែរកូនបើថាកូនគិតថាអូខ្ញុំអត់មានលុយម៉ាក់អើយខ្ញុំអត់ហ៊ានទៅផ្ទះមិនហ៊ានជួបមុខម៉ាក់ខ្លាចម៉ាក់ស្ដីឲ្យអានេះម៉ាក់និយាយថងគឺមកផ្ទះយើងវិញកូនអត់ស៊ីមានស៊ីមកផ្ទះយើងវិញបើអត់មានអីកើតឡើងចំពោះគាត់សូមឲ្យគាត់មកវិញមកព្រោះអីឪពុកម្ដាយនៅចាំមើលណាព្រោះអីឪពុកម្ដាយខំដើររកប្រហែលថ្ងៃរត់ឃើញទេបាទជិត1ខែហើយតាំងពីថ្ងៃទី22រហូតដល់ពេលនេះនៅរកគាត់អត់ឃើញទេហើយក៏បាត់ដំណឹងសូនចឹងដែរសូមបីតលេខទូរស័ព្ទក៏តាក់ទងគាត់អត់ចូលដែរបាទហើយបើសិនជាបានលឺហើយហានលីសាហ្នឹងសូមត្រឡប់មកវិញមកកូនតែខ្ញុំថាបើសិនជាកូនឃើញហើយបើសិនជាកូននៅរស់ហើយបើសិនជាកូនឃើញម្ដាយហើយទូកូនអត់លុយទូកូនមិនមកកូនត្រូវបកមកផ្ទះយើងវិញទេកូនឋានគឺបងត្រូវទៅកំពង់សោមម្ដងទៀតពីអ្នកប្តីពួនទៅដាក់ពាក្យប្តឹងណាបងបាទប្តឹងទៅសមត្ថកិច្ចទៅដើម្បីឲ្យអាជ្ញាធរមានសមត្ថកិច្ចលោកបានទទួលជ្រាបរឿងរ៉ាវគាត់នឹងជួយដុតដាយខ្នះខ្នែងស្វែងរកអញ្ចឹងណាបើសិនជាបងអត់បានប្តឹងទេជួនកាលសមត្ថកិច្ចលោកអត់បានដឹងអ
ចឹងបងអាចទៅប្តឹងទៅដូចជាផ្ទប់ជួគាត់នៅកន្លែងណាទៅប្តឹងកន្លែងហ្នឹងទៅប៉ុស្តិ៍នៅហ្នឹងណាបាទដើម្បីឲ្យសមត្ថកិច្ចនៅនោះលោកបានជ្រាបព័ត៌មានលោកជួយស្វះស្វែងរកបាទការផ្សព្វផ្សាយនេះយើងជួយមកផ្នែកសំខាន់គឺកម្លាំងអាជ្ញាធរគាត់នឹងស្រាវជ្រាវជួនកាលគាត់អាចទៅស្រាវជ្រាវសួរកន្លែងការងារសួរអីចឹងសមត្ថកិច្ចគាត់មានសិទ្ធិអញ្ចឹងណាអញ្ចឹងយើងក៏សង្ឃឹមដែរថាបងអាជ្ញាធរបាទកងកម្លាំងសមត្ថកិច្ចនៅទីនោះនឹងបានជ្រាបព័ត៌មាននេះហើយនឹងជួយក្រុមគ្រួសារបងស្រីដោយសារតែពេលនេះគាត់បាទបើបងស្រីឬថាដេកយំរយប់បាទអត់ដែលដេកលក់ទេគឺគិតកូនខ្លាំងពេកហ្នឹងបង ចានឹកកូនខ្លាំងពេកសូម្បីធ្វើការក៏បោះទឹកភ្នែកដែរសូម្បីតែអង្គុយដេកក៏មេសួរថាអង្គភៀខ្ញុំតែងតែប្រាប់មេថាអត់អីទេមេដោយសារខ្ញុំផ្ដាសាយ